សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកដឹងអំពីប្រព័ន្ធកូដ2ឬក៏ binary ដែលជាភាសាមួយគត់ដែលកុំព្យូទ័រអាចយល់បានវាគឺជាមូលដ្ឋានគ្រឹះមិនសម្រាប់តែអត្ថបទឬក៏រូបភាពទេតែវាសំខាន់ខ្លាំងណាស់ក្នុងផ្នែក networking និង security ដែលយើងនឹងរៀននៅវគ្គក្រោយៗដើម្បីរៀនវីដេអូនេះឲ្យកាន់តែប្រសើរអ្នកនេះប្រហែលជាត្រូវការប៊ិចกระดาษឬក៏ម៉ាស៊ីនគិតលេខអញ្ចឹងយើងទៅចាប់ផ្ដើមទាំងអស់គ្នាមនុស្សយើងរាប់តាមប្រព័ន្ធកូដ10 base 10 system ឬក៏ទម្រង់ទូរស័ព្ទ decimal អញ្ចឹងយើងរាប់ចាប់ពី0ទៅដល់9ព្រោះយើងមានម្រាមដៃ10ប៉ុន្តែកុំព្យូទ័រយើងប្រើពីលេខ0និងលេខ1តែប៉ុណ្ណោះដែលយើងហៅថា binary សូមមើលលេខទាំងនេះយើងរាប់ពីស្ដាំទៅឆ្វេងលេខនីមួយៗគឺគុណនឹង2បើយើងបូកបញ្ចូលគ្នាទាំងអស់គឺយើងបាន255បូករួមទាំងលេខ0ទៀតគឺយើងបាន256ក្នុង1បាយតើលេខ0 4ដង10គុណ10គុណជាលេខប៉ុន្មានយើងចង់ចាំថា1គឺបើកចំណែកឯ0គឺបិទអញ្ចឹងនៅទីនេះយើងមានលេខ8និងលេខ2បើកអញ្ចឹងដូច្នេះហើយ8បូក2ស្មើនឹង10ឥឡូវយើងមកសាកល្បងជាមួយនឹងអក្សរ h ម្ដងអញ្ចឹងនៅក្នុងតារាង ASCII វាស្មើទៅនឹងលេខ104បើយើងបូកបញ្ចូលគ្នាគឺវាស្មើនឹង104ពិតមែននេះហៅថាជា logic វ៉ាវអញ្ចឹងយើងបានឆ្លងកាត់ចំណុចសំខាន់ៗនៃមូលដ្ឋានគ្រឹះកុំព្យូទ័រហើយអញ្ចឹងយើងជួបគ្នានៅវីដេអូបន្ទាប់កុំភ្លេចចុច like ហើយជួយ follow មួយផងណា